នៅមិនទាន់ចាប់នោះទេករណីស្ត្រីម្នាក់បើកឡានបុកគេស្លាប់ហើយមិនដោះស្រាយទេតែហៅឪពុកមកកាងត្រូវលោកផៃវណ្ណៈប្រលះធ្ងន់ធ្ងរបន្តបែបនេះទៀតថាកាលពីថ្ងៃទី25ខែមេសាឆ្នាំ2025មានគណនី Facebook មួយឈ្មោះសុកសានបានធ្វើការបង្ហោះរៀបរាប់ដោយករណីដែលពាក់ព័ន្ធជាមួយនឹងនារីម្នាក់ដែលបានបើកឡានបុកឪពុករបស់ខ្លួនបានបាត់បង់ជីវិតរួមទាំងមានរបួសជាច្រើនអ្នកកោតទុកមិនសុខចិត្តដោយមិនទាន់ទទួលបានដំណោះស្រាយនោះបានសរសេររៀបរាប់បែបនេះថារឿងស្លាប់ប៉ាខ្ញុំទៅដើរលេងថ្ងៃចូលឆ្នាំខ្មែរនៅថ្ងៃទី16ខែមេសាឆ្នាំ2025បើករមាក់ដឹកកូនក្មេង8នាក់និងម៉ាក់ខ្ញុំម្នាក់ក៏មាននារីម្នាក់បើករថយន្តលុចស៊ីស200ទេជិះបុកពីក្រោយធ្វើឲ្យប៉ាខ្ញុំស្លាប់ស្ត្រីបើករថយន្តដែលបុកប៉ាខ្ញុំស្លាប់គាត់បានទូរស័ព្ទទៅឪពុករបស់គាត់ដើម្បីដោះស្រាយឪពុកគាត់មកពីអញ្ញស្ថានប៉ូលីសតែគាត់មិនបានដោះស្រាយអ្វីទេនិងបានបញ្ចេញធ្វើខ្លួនជាមនុស្សមានលុយនិងអំណាចទាំងដែលកូនគាត់បើកឡានបុកប៉ាខ្ញុំស្លាប់តែគាត់មិនបានខ្វល់ពីជីវិតប៉ាខ្ញុំទេគាត់បារម្ភតែពីឡានគាត់ខ្លាចឡានគាត់មានបញ្ហាគាត់ថាឡានគាត់តម្លៃរាប់ពាន់ដុល្លារតែប៉ាខ្ញុំមិនបានប៉ះពាល់អ្វីឡានគាត់នោះទេតើឡានគាត់មានតម្លៃជាងជីវិតប៉ាខ្ញុំមែនទេខ្ញុំឈឺចាប់ខ្លាំងណាស់តើគាត់អាចយកលុយអំណាចនឹងទិញជីវិតប៉ាខ្ញុំមកវិញបានទេខ្ញុំមិនចង់បានអីក្រៅពីជីវិតប៉ាខ្ញុំទេគណនី Facebook ដដែលបានបន្តទៀតថាខ្ញុំសង្ឃឹមថាច្បាប់នឹងជួយអន្តរាគមន៍រកយុត្តិធម៌ជូនប៉ាខ្ញុំផងគេអ្នកមានលុយមានអំណាចខ្ញុំអ្នកក្រមិនហ៊ានតតាំងនឹងគេទេតើអ្នកក្រត្រូវជួបរឿងបែបហ្នឹងតើមែនទេគាត់ចង់មានប៉ាហៅខ្ញុំក៏ចង់មានប៉ាដូចគេខ្ញុំមិនចង់បានជីវិតកំព្រាឪពុកទេពាក់ព័ន្ធនឹងករណីការលើកឡើងរបស់គណនី Facebook នេះត្រូវបានលោកផៃវណ្ណៈធ្វើការ share ចែករំលែករួចប្រលះធ្ងន់បែបនេះថាតាមខ្ញុំដឹងជនបង្កសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការរួចហើយតុលាការបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររួចហើយដែរករណីនេះទើបតែកើតឡើងរយៈពេល2សប្តាហ៍ករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះពេលខ្លះ2-3ឆ្នាំមិនទាន់ទទួលបានសំណងផងសូមគ្រួសារជនបង្កកុំថោកទាបពេកជីវិតមនុស្សមិនមែនជីវិតសត្វទេគួរតែចេញមុខដោះស្រាយសំណងជូនដល់គ្រួសារជនរងគ្រោះផងនេះបើតាមការលើកឡើងរបស់លោកផៃវណ្ណៈនៅថ្ងៃទី26ខែមេសាឆ្នាំ2025នេះ